ខាងខ្ញុំព្រឹកនេះគឺតិចគួរសមណាបងប្អូនមើលតែកញ្ចក់ឡានដែរដឹងហើយគឺថាវាតកវាអត់មានតកធ្លាក់ទេប៉ុន្តែនៅពេលដែលវាតិចខ្លាំងគឺអាកញ្ចក់ឡាននឹងវាក្រាំងតែម្ដងអញ្ចឹងប្តីខ្ញុំនៅខាងក្រៅនោះបាញ់ទឹកវាសម្រាប់សម្អាតកញ្ចក់ណាសម្អាតឲ្យបានពួកខ្ញុំធ្វើដំណើរទៅផ្សារតែម្ដងនិយាយទៅខាងខ្ញុំនេះគឺអត់មានតកធ្លាក់ទេប៉ុន្តែវាតិចខ្ញុំជឿថាខាងបងប្អូននោះកន្លែងខ្លះក៏មានធ្លាក់តកអញ្ចឹងទៅកន្លែងខ្លះក៏នៅដូចតែខ្ញុំដែរអញ្ចឹងណាហើយឡើយហ្នឹងពួកខ្ញុំធ្វើដំណើរទៅផ្សារពេលដែលទៅដល់ផ្សារហ្នឹងបងប្អូននិយាយពីថាមិនដឹងថាស្លោអីទេឃើញខ្ញីនេះទិញបានខ្ញីម្ដុំយកមកទុកគីឡូឆាអីអញ្ចឹងទៅនិយាយទៅខ្ញុំនៅខាងក្នុងផ្សារហ្នឹងអត់សូវបានថតអីច្រើនទេបន្ទាប់ពីទិញអីវ៉ាន់ហើយនេះគឺធ្វើដំណើរចេញមករៀបចំដាក់អីវ៉ាន់ត្រឡប់មកផ្ទះវិញអញ្ចឹងណាហើយភាគច្រើនហ្នឹងគឺខ្ញុំទៅផ្សារម្នាក់ឯងទេប៉ុន្តែថ្ងៃនេះប្តីខ្ញុំហ្នឹងគាត់ជូនទៅដោយសារតែខ្ញុំទិញអីវ៉ាន់រៀងច្រើនជាពិសេសអាសាប៊ូបោកខោអាវហ្នឹងខ្ញុំទិញជាលីត្រណាបងប្អូននៅនេះគេមានលក់អាម្សៅសាប៊ូម្សៅហើយនឹងសាប៊ូជាលក្ខណៈថាកដុងខ្ញុំទិញភាគច្រើនគឺអាកដុងធំនឹងត្មងប្រើបានយូរណាហើយមើលតែផ្កាពេលមកដល់ផ្ទះឆ្លៀតថតនៅខាងមុខផ្ទះគឺថារៀងកអស់ហើយរៀបចំដាក់អីវ៉ាន់ក្នុងទូហើយខ្ញុំទិញបានក្រូចមួយស្បោងនេះ3គីឡូណាបងប្អូននិយាយពីថាឃើញក្រូចអញ្ចឹងទេជូរត្មងណាអត់ផ្អែមទេខ្ញុំទៅសើហ្មងក្រូចនេះរាល់ដងខ្ញុំទិញចាំផ្អែមអញ្ចឹងណាប៉ុន្តែនៅពេលដែលខ្ញុំច្បាស់ហើយនេះទឹកក្រូចនេះគឺជូរតែម្ដងនិយាយតាមត្រង់មែនជូរចឹងនិយាយថាវាជូរអត់ឆ្ងាញ់ទេអញ្ចឹងខ្ញុំដាក់ក្នុងទូកបន្ទាប់មកទូទឹកកបន្ទាប់មកខ្ញុំរៀបចំនេះស្រស់កាទៀវឲ្យប្តីខ្ញុំណាទឹកស៊ុបមានស្រាប់អីអញ្ចឹងតើផ្លែតហ្នឹងគឺបានហើយកាទៀវហ្នឹងគឺខ្ញុំធ្វើអត់ច្រើនទេដោយសារតែខ្ញុំដឹងថាប្តីខ្ញុំគាត់ហូបកាទៀវហ្នឹងគឺគាត់ហូបអត់ច្រើនទេតែបើសិនជាហូបមីសួរអាហ្នឹងគាត់ហូបច្រើនវាចេះវិញណាហើយខ្ញុំមានស្ពៃតឿមានស្ដាយបដោះទៅតាមហ្នឹងចឹងទៅទឹកស៊ុបណាទឹកស៊ុបរបស់ខ្ញុំហ្នឹងគឺធ្វើទុក2ថ្ងៃហើយប៉ុន្តែគឺធានាថាទឹកស៊ុបនឹងឆ្ងាញ់ធម្មតាទឹកស៊ុបទុកកាន់តែយូរកាន់តែឆ្ងាញ់មែនអត់បងប្អូនសម្រាប់ខ្ញុំទឹកស៊ុបទុក2ថ្ងៃឡើងទៅកាន់តែឆ្ងាញ់ប៉ុន្តែយើងទុកនៅក្នុងទូទឹកកកណាមិនមែនទុកនៅខាងក្រៅទេតែថាតែយើងអត់ដឹងថាពេលណាយើងញ៉ាំពេលខ្លះចឹងទៅទឹកស៊ុបហ្នឹងខ្ញុំទុកក្នុងទូកកក៏មានដែរពេលណាដែលចង់ហូបចឹងទៅគឺខ្ញុំយកចេញមកកម្ដៅបានហូបតែម្ដងអត់មានចាំបាច់យូរទេតែភាគច្រើនហ្នឹងគឺខ្ញុំធ្វើទុកតែរយៈពេល2ថ្ងៃ3ថ្ងៃគឺហូបអស់ហើយ